បាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាញពីជោគជតារិស័យសម្រាប់បងប្អូនកើតឆ្នាំចវិញម្ដងហើយជាឆ្នាំចិត្តកូនពៅបន្ទាប់ពីឆ្នាំកុរចំពោះបងប្អូនដែលកើតនៅឆ្នាំចសម្រាប់សប្តាហ៍នេះបងប្អូនទាំងគ្នាមានឱកាសច្រើនដើម្បីកែលម្អនៅហេរញ្ញវត្ថុរបស់បងប្អូនទាំងគ្នាដែលកំពុងតែមានឬកំពុងតែបំពេញដើម្បីបានចំណូលច្រើននៅក្នុងសប្តាហ៍នេះមួយវិញទៀតបងប្អូនអាចនឹងមិនគួរផ្ដល់ព័ត៌មានចាំបាច់ណាមួយសម្រាប់ដៃគូរបស់លោកអ្នកទេដូចជាអ្នករកស៊ីឬក៏អ្នកពុតបច្ចេកនានាគឺថាបើលោកអ្នកបែកធ្លាយនៅព័ត៌មានសម្ងាត់ណាមួយដែលទៅនឹងមុខរបររកស៊ីរបស់បងប្អូនគ្នាគេអាចនឹងចាំបែងជើងបងប្អូនគ្នាបានគ្រប់ពេលវេលាអញ្ចឹងសប្តាហ៍នេះបើសិនជាបំពេញកិច្ចការងារបំពេញធម្មតាទៅក៏ប៉ុន្តែកុំព្យាយាមបញ្ចេញនៅព័ត៌មានតខ្លួនលោកអ្នកឲ្យអ្នកដទៃដឹងច្រើនពេកមួយវិញទៀតតើតើជាមួយនឹងការវិវត្តនៃកិច្ចការងាររៀងយឺតក៏ប៉ុន្តែល្អប្រសើរវិញសម្រាប់បងប្អូនដែលជាប្រកបរបរអាជីវកម្មហើយនៅរយៈពេលនេះលោកអ្នកមានប្រសិទ្ធភាពក្នុងការបំពេញនៅជំនាញរបស់លោកអ្នកបានល្អប្រសើរគឺចាប់ពីរកពាក់កណ្ដាលសប្តាហ៍ទៅហើយបើសិនបើលោកអ្នកមាន stress ច្រើនបងប្អូននេះពុំគួរជជែកវិញរឿងរ៉ាវច្រើនទេជាមួយនឹងសមាជិកគ្រួសារផ្ទាល់ខ្លួនរបស់លោកអ្នកដូចជាប្តីប្រពន្ធឪពុកម្ដាយឬក៏បងប្អូនមួយរយៈពេលនេះស្ថានភាពរបស់បងប្អូនគ្នាមានដំណើរការទៅមុខល្អប្រសើរដោយភាពចង់បានចង់ចេះចង់មានរបស់បងប្អូនគ្នាក៏ប៉ុន្តែដូចលោកគ្រូជំរាបជូនអញ្ចឹងតើតើជាមួយនឹងរឿងលុយកាក់ព័ត៌មានតខ្លួនតើតើការរកស៊ីកុំបញ្ចេញឬក៏បង្ហើបទៅឲ្យដៃគូលោកអ្នកដឹងជាដាច់ខាតហើយរយៈពេលនេះផងដែរបងប្អូនគ្នាគឺមនុស្សជុំវិញខ្លួនតែងតែឃើញចំណុចខ្វះខាតរបស់បងប្អូនគ្នាក៏ប៉ុន្តែបើសិនជាបងប្អូននឹងព្យាយាមផ្ដោតទៅលើគោលដៅតែមួយមុខនោះបងប្អូនគ្នានឹងអាចសម្រេចបាននូវកិច្ចការលោកអ្នកកំពុងតែចង់បាននៅក្នុងសប្តាហ៍នេះមួយវិញទៀតសម្រាប់ចុងសប្តាហ៍ផងដែរបងប្អូនគួរតែដើរលេងឬក៏ហាត់កីឡាហាត់ប្រាណសមាធិខ្លះក៏ជាការប្រសើរសម្រាប់បងប្អូនដែលកើតនៅឆ្នាំចសម្រាប់សប្តាហ៍នេះផងដែរដើម្បីជំរុញកិច្ចការងារលោកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនទៀតសូមអរគុណដែលបានស្ដាប់ពីការទូទាយអំពីជោគជតារិស័យប្រចាំសប្តាហ៍ចន្លោះពីថ្ងៃទី17ទៅដល់ថ្ងៃទី23ខែមីនាឆ្នាំ2025ពីជំនាញទូទាយសូមអរគុណសូមជម្រាបលា